ជនក្បត់លក់ក្បាលឲ្យសៀមចាប់បានចារកម្មលួចផ្ដោសញ្ញាឲ្យទាហានថៃពីទីតាំងទាហានខ្មែរនៅខេត្តព្រះវិហារក្រោយពីកងកម្លាំងកម្ពុជាចាប់បានចារកម្មរបស់សៀមម្នាក់មិនទាន់បានប៉ុន្មាននាទីផងស្រាប់តែយន្តហោះចម្បាំង F-16 របស់ពួកវាបង្ហាញវត្តមានមកទម្លាក់គ្រាប់ភ្លាមតែម្ដងនៅរុស្ស៊ីថ្ងៃទី11ខែធ្នូឆ្នាំ2025នេះកងកម្លាំងមានសមត្ថកិច្ចកម្ពុជានៅក្នុងខេត្តព្រះវិហារបានស្រាវជ្រាវឈានទៅឃាត់ខ្លួនបានបរិម្នាក់ដែលជាប់សង្ស័យថាជាចារកម្មលួចផ្ដោតដំណឹងឲ្យយោធាសៀមនៅចំណុចភូមិសាស្ត្រស្រុកជាំខ្សានខេត្តព្រះវិហារអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺយោងតាមប្រភពក្រៅផ្លូវការដែលកម្មវិធី60បឺនៃសារព័ត៌មានកោះសន្តិភាពទទួលបានបញ្ជាក់ឲ្យដឹងថាក្រោយពីការចាប់ឃាត់ខ្លួនបាននៅជនសង្ស័យដែលជាបណ្ដាញកេងសម្ងាត់លក់ក្បាលឲ្យសត្រូវសៀមឈ្លានពានខាងលើបានតែប៉ុន្មាននាទីប៉ុណ្ណោះស្រាប់តែយន្តហោះចម្បាំង F-16 របស់យោធាសៀមបានបើកការបាញ់ប្រហារដោយការទម្លាក់គ្រាប់នៅតំបន់វាលអំពុកភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យចំនួន3គ្រាប់យើងនៅចងចាំបានថាកំឡុងពេលនៃការឈ្លានពានរបស់សៀមកាលពីចុងខែកក្កដាកន្លងទៅសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យជាបណ្ដាញកេងសម្ងាត់ច្រើនអ្នកជាបន្តបន្ទាប់ដែលមានទាំងក្មេងទាំងចាស់មានទាំងជនពិការហើយពួកវាបានបន្លំធ្វើជាមនុស្សឈួតមនុស្សលបសតិជនអនាថាគ្មានទីពឹងដើម្បីបន្លំភ្នែកអាជ្ញាធរដោយពួកនេះលួចបង្កប់បំពាក់ GPS ជាប់នឹងខ្លួនហើយចូលមកតាមលេនដ្ឋាននិងចំណុចឈរជើងរបស់យោធាកម្ពុជាដើម្បីផ្ដល់សញ្ញាឲ្យសត្រូវចាប់ទីតាំងដើម្បីបាញ់ផ្លោងវាយប្រហារមកលើកងកម្លាំងជួរមុខរបស់កម្ពុជាពាក់ព័ន្ធទៅនឹងបុគ្គលលក់ក្បាលឲ្យសត្រូវឈ្លានពានលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃធ្លាប់បានប្រកាសជាសាធារណៈតាមរយៈសេចក្តីថ្លែងការណ៍ស្តីពីចំណាត់ការផ្លូវច្បាប់លើជនក្បត់ជាតិទាំងនោះថាសមត្ថកិច្ចកម្ពុជាសូមប្រកាសយ៉ាងដាច់អហង្ការថានឹងមិនអត់ឱនឲ្យបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើក្បត់ជាតិឯងដូចខាងក្រោម 1. ការត្រូវរើគ្នាជាមួយបរទេសបង្កើតឲ្យមានការប្រទុសរាយឬនាំឲ្យមានអំពើឈ្លានពានកម្ពុជាត្រូវផ្ដន្ទាទោស15ឆ្នាំទៅ30ឆ្នាំ 2. អំពើប្រគល់ឬធ្វើឲ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេសត្រូវផ្ដន្ទាទោសពី7ឆ្នាំទៅ15ឆ្នាំ 3. ការទទួលឬប្រមូលផ្ដុំព័ត៌មានផ្សេងផ្ដល់ឲ្យបរទេសត្រូវផ្ដន្ទាទោសពី5ឆ្នាំទៅ10ឆ្នាំ 4. ការប្រព្រឹត្តអំពើហិង្សានាំឲ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋឬនាំឲ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជាត្រូវផ្ដន្ទាទោសពី15ឆ្នាំទៅ30ឆ្នាំជាមួយគ្នានេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថាក្រៅពីការផ្ដន្ទាទោសដោយចែងខាងលើគ្រប់ជនក្បត់ជាតិនឹងត្រូវដកសេនជាតិខ្មែរស្របតាមច្បាប់ជាធរមានភ្ជាប់គ្នាជាមួយនឹងការបញ្ជាក់អំពីទោសទណ្ឌដ៏ធ្ងន់ធ្ងរទាំងនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាននិយាយដោយក្រានរំលឹកថាបងប្អូនមួយចំនួនដែលលងខ្លួនចាញ់ឧបាយកលរបស់បរទេសឈ្លានពានសូមភ្ញាក់រលឹកមានមនសិការឡើងវិញនិងបញ្ឈប់ជាបន្ទាន់រាល់អំពើក្បត់ជាតិដោយបានប្រកាសជូនខាងលើនេះចប់ប្រិមិត្តមានពាក្យពេចន៍អ្វីនិយាយទៅកាន់ជនក្បត់ជាតិដែលលក់ក្បាលឲ្យសត្រូវឈ្លានពានទាំងនេះខ្ញុំបាទណារ៉ាពីកម្មវិធី60បឺ